សួស្តីអ្នកទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូចេញពី Channel YouTube របស់អង្គការក្រមការងារកម្ពុជាដើម្បីការអប់រំឬក៏យើងហៅកាត់ថាអង្គការ CTEP នៅក្នុងវីដេអូមួយនេះផងដែរខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបនៃការ block ads ឬក៏យើងអាចនិយាយបានថាជាការ block ពាណិជ្ជកម្មកុំឲ្យមានការរំខានទៅដល់ការមើល YouTube អីផ្សេងៗអញ្ចឹងទាក់ទងជាមួយនឹងរបៀបនៃការបិទពាណិជ្ជកម្មនៅលើ YouTube ហ្នឹងគឺងាយទេយើងគ្រាន់តែចូលទៅកាន់ browser របស់យើងតែប៉ុណ្្នឹងទៅហើយយើងធ្វើការ search នៅក្នុង Google របស់យើងប៉ុណ្្នឹងមកហើយយើង search ពាក្យថា block ads YouTube Microsoft Edge កន្លែងនេះសូមបញ្ជាក់ថាបើសិនជាបងប្អូនទាំងអស់គ្នាប្រើប្រភេទ browser Google Chrome គឺយើង search ដាក់ពាក្យថា Google Chrome នៅកន្លែងនេះតែបើប្រើ Firefox គឺយើង search ដាក់ពាក្យថា Firefox នៅកន្លែងហ្នឹងដែរនិយាយស្រួលស្ដាប់នៅម្ដងគឺអ្នកទាំងអស់គ្នាប្រើប្រភេទ browser មួយណាគឺសរសេរពាក្យ browser មួយហ្នឹងដើម្បីធ្វើការ add extension ចូលទៅក្នុង browser របស់យើងអញ្ចឹងអូខេអញ្ចឹងខ្ញុំ search យកតែម្ដងប៉ុណ្្នឹងមកហើយបន្ទាប់ពីយើងបានធ្វើការ search ប៉ុណ្្នឹងមកហើយយើងមើលយក extension តែពីរហ្នឹងបានហើយយើងយកទី1អញ្ចឹងមកហើយនេះដោយសារតែខ្ញុំធ្វើការតម្លើងហើយអញ្ចឹងសម្រាប់កុំព្យូទ័របងប្អូនដែលមិនទាន់បានតម្លើងអញ្ចឹងបងប្អូនអាចធ្វើការចុច get នៅកន្លែងហ្នឹងបានតែនេះដោយសារតែខ្ញុំតម្លើងហើយវាមានពាក្យថា remove អូខេអញ្ចឹងអានេះគឺទាក់ទងជាមួយនឹង block extension ទី1របស់យើង block ad ទី1របស់យើងអញ្ចឹងចូលដល់ទី2របស់យើងគឺយើង add extension នឹងមួយទៀតបន្ថែមទៀតដើម្បីឲ្យបញ្ជាក់ថាវាពិតជាបាន block មែនអញ្ចឹងនេះទាក់ទងជាមួយនឹងការ skip ឬក៏ block ពាណិជ្ជកម្មទាំងអស់ហ្នឹងអញ្ចឹងយើង add កន្លែងហ្នឹងដូចគ្នាដែរអញ្ចឹងគឺយើងប្រើបានតែប៉ុណ្្នឹងមកគឺវាលែងមានពាណិជ្ជកម្មមករំខានដល់ពេលដែលយើងមើល YouTube ឬក៏យើងចាក់ចម្រៀងស្ដាប់អីហ្នឹងអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយយើងជួបគ្នាជាមួយនឹងវីដេអូក្រោយបន្ថែមទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ